Florian Wirtz បានប្រាក់ឈ្នួល$48,000នៅក្នុងមួយសប្តាហ៍កីឡាករអាល្លឺម៉ង់ Florian Wirtz បន្ទាប់ពីគេផ្លាស់ប្ដូរពីក្លឹប Bayer Leverkusen មកចូលរួមជាមួយនឹងក្លឹបហង្សក្រហម Liverpool រូបគេបានទទួលថ្លៃនឿយហត់រហូតដល់$48,000នៅក្នុងមួយសប្តាហ៍ដែលប្រាក់ឈ្នួលនេះគឺជាប្រាក់ឈ្នួលមួយដែលមានតម្លៃថ្លៃជាងគេលំដាប់ទី2ប្រចាំក្លឹបហង្សក្រហម Liverpool បើយោងទៅតាមការចុះផ្សាយរបស់កាសែតដែលមានឈ្មោះថា Capology បានឲ្យដឹងថាអំឡុងពេលដែល Florian Wirtz នៅលេងឲ្យក្លឹប Bayer Leverkusen ខ្សែបម្រើដែលមានវ័យត្រឹមតែ22ឆ្នាំនេះទទួលបានថ្លៃនឿយហត់ត្រឹមតែ$9.9,000តែប៉ុណ្ណោះនៅក្នុងមួយសប្តាហ៍ប៉ុន្តែបន្ទាប់ពីគេធ្វើការផ្លាស់ប្ដូរទៅកាន់ទឹកដីអង់គ្លេសតម្លៃពលកម្មរបស់គេហក់ឡើងខ្ពស់កប់ពពកតែម្ដងដោយយោងទៅតាមការចុះផ្សាយរបស់កាសែតអាល្លឺម៉ង់ដែលមានឈ្មោះថា Bild កីឡាករវ័យ22ឆ្នាំ Florian Wirtz បានប្រាក់នឿយហត់រហូតដល់$48,000នៅក្នុងមួយសប្តាហ៍ដែលនេះគឺជាតម្លៃថ្លៃពលកម្មខ្ពស់ជាងគេលំដាប់ទី2ប្រចាំក្លឹប Liverpool ហើយគេមានកិច្ចសន្យារយៈពេល5ឆ្នាំជាមួយនឹងក្លឹបម្ចាស់ជើងឯក English Premier League មួយនេះតម្លៃពលកម្មដ៏ខ្ពស់មួយនេះបានធ្វើឲ្យ Florian Wirtz មានឈ្មោះជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងសមាជិកក្រុមដែលមានតួនាទីជាខ្សែបម្រើដូចគ្នាមួយចំនួនផ្សេងទៀតដែលមានដូចជា Alexis Mac Allister ហើយនិងកីឡាករ Ryan Gravenberch ដែលរកបានត្រឹមតែ$20,000នៅក្នុងមួយសប្តាហ៍គួរជម្រាបជូនផងដែរថាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្នុងក្លឹបហង្សក្រហម Liverpool នោះគឺកីឡាករ Mohamed Salah ជាមួយនឹងប្រាក់ឈ្នួលប្រចាំសប្តាហ៍ដ៏ថ្លៃៗបែបនេះធ្វើឲ្យ Liverpool នឹងត្រូវចំណាយប្រាក់ប្រមាណជា$4លានប្រចាំសប្តាហ៍ដើម្បីបង់ទៅកីឡាករទាំងអស់នៅក្នុងក្រុមប៉ុន្តែទោះជាយ៉ាងណាក៏ដោយតម្លៃនេះនៅតែទាបបើធ្វើការប្រៀបធៀបជាមួយនឹងក្លឹប Chelsea, Manchester United និង Manchester City សូមអរគុណសម្រាប់ការទស្សនាហើយសូមកុំភ្លេចជួយចុចជាន់ Channel Telegram នៅក្នុង description ខាងក្រោមផងដើម្បីទទួលបានព័ត៌មានអាប់ដេតថ្មីៗប្រចាំថ្ងៃសូមអរគុណ